ជូនពរឲ្យកូនយប់នេះគេងលក់ស្រួលបំផុតក្នុងយប់ដំបូងក្នុងផ្ទះថ្មីរបស់យើងម៉ាមានមនុស្សស្រីម្នាក់នៅក្នុងផ្ទះយើងនាងមកអាក្រក់គួរខ្លាចណាស់គ្មានទេលោកខើសជឿម៉ាក់ណាកូនគ្រាន់តែយល់ស្ដាប់អាក្រក់តែប៉ុណ្ណោះអត់ទេម៉ាមុននេះខ្ញុំមិនតន់គេនោះទេនាងបានចូលមកក្នុងភួយរបស់ខ្ញុំទៀតផងកូនស្រីគ្រប់យ៉ាងមើលទៅដូចល្អតែម៉ែបែរជាមានអារម្មណ៍ថាកូនម៉ែដូចជាគ្មានក្តីសុខសោះដូចជាមានរឿងលាក់បាំងនឹងម៉ែអូយប្តីប្រដាក់មែនតើកូនមានរឿងអីមែនទេវិញ្ញាណរបស់នាងពិតជាសាហាវណាស់រាល់ពេលដែលមេឃងងឹតមកដល់ខ្ញុំមិនអាចគេចពីនាងបានទេទាសោតៃបវរមេនៃចលាយោគិរណនាឲ្យបានសំការកូនពិតជាខ្លាចណាស់កូនមិនចង់ចូលទៅកន្លែងឈួតនោះទៀតទេដាច់ខាតកុំដេកបើអ្នកដេកអ្នកនឹងស្លាប់ចង់បានអី